bạn xem mặt sau dùng dịp xưa lục lúc xem mặt mua mây văn tàu việt tá bạn xem mặt sau mò thưa video an nâng sừng khẹpคำxaមេរៀនទី5បាទដូចតទៅបាទអញ្ចឹងមេរៀនទី5មាន5ចំណុចទី1សេចក្តីផ្ដើមចំណុចទី2វត្តនិយាយពីវត្តនៃការវាយតម្លៃតាមដំណាក់វត្តទី3ការសង្កេតមិនផ្លូវការទី4សំណួរផ្ទាល់មាត់ហើយទី5ការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពបាទចំណុចទី2និយាយពីវត្តនៃការវាយតម្លៃជាដំណាក់អញ្ចឹង 2.1 ការវាយតម្លៃជាដំណាក់ជាអ្វីបាទជាការវាយតម្លៃជាដំណាក់គឺជាដំណើរនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សផ្ដល់មតិកែលម្អព័ត៌មានត្រឡប់ដល់សិស្សនឹងការកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាដែលលើកកម្ពស់សមត្ថផលចំណុចទី 2.2 និយាយអំពីដំណើរការនៃការវាយតម្លៃតាមដំណាក់ជាងការវាយតម្លៃតាមដំណាក់តទៅជាមួយនឹងវាយតម្លៃភស្តុតាងផ្ដល់ព័ត៌មានត្រឡប់ដល់សិស្សការកែលម្អការបង្រៀនការប្រមូលភស្តុតាងនៃការសិក្សាចំណុច 2.3 និយាយអំពីចរិតលក្ខណៈនៃការវាយតម្លៃតាមដំណាក់អញ្ចឹងការវាយតម្លៃតាមចរិតលក្ខណៈនៃការវាយតម្លៃតាមដំណាក់មានចំណុចដូចជាភស្តុតាងនៃការសិក្សារបស់សិស្សរចនាសម្ព័ន្ធអ្នកចូលរួមដែលពាក់ព័ន្ធមតិកែលម្អហើយធ្វើនៅពេលណាការកែលម្អការបង្រៀនជំរឿសនៃកិច្ចការអន្តរការរវាងគ្រូសិស្សទូនាទីនៃស្វ័យវិនិច្ឆ័យរបស់សិស្សការលើកទឹកចិត្តគុណសម្បត្តិសម្រាប់ភាពជោគជ័យ 2.4 យ៉ាងពីប្រភេទនៃការវាយតម្លៃតាមដំណាក់នៃការវាយតម្លៃតាមដំណាក់វាចែកចេញជាវាយតម្លៃក្នុងម៉ោងសិក្សាវាយតម្លៃតាមដំណាក់ដោយផ្អែកទៅលើការវាយតម្លៃបញ្ចប់ហើយការវាយតម្លៃក្នុងម៉ោងសិក្សាគឺវាយតម្លៃភ្លាមៗមានគម្រោងនិងមួយទៀតមានគម្រោងហើយការវាយតម្លៃតាមដំណាក់ដោយផ្អែកទៅលើការវាយតម្លៃបញ្ចប់គឺនៅក្នុងថ្នាក់ឬក៏ជាលក្ខណៈទូទៅឬក៏ຂະຫນາດធំ 2.4 យ៉ាងគឺការវាយតម្លៃជាដំណាក់តាមដំណាក់តក្នុងការវាយតម្លៃតាមដំណាក់យើងត្រូវគិតដល់ការវាយតម្លៃពីរប្រភេទគឺការវាយតម្លៃក្នុងម៉ោងសិក្សានិងការវាយតម្លៃតាមដំណាក់ផ្អែកទៅលើការវាយតម្លៃបញ្ចប់ការវាយតម្លៃម៉ោងសិក្សាកើតឡើងនៅពេលដែលការបង្រៀនការវាយតម្លៃក្នុងម៉ោងសិក្សាគឺមានពីរគឺការវាយតម្លៃភ្លាមៗនិងការបានគ្រោងទុកការវាយតម្លៃក្នុងម៉ោងសិក្សាភ្លាមៗកើតឡើងនៅពេលព្រមគ្នាដែលគ្រូធ្វើអន្តរកម្មជាមួយសិស្សជាធម្មតាដោយប្រើសំណួរសួរក្នុងថ្នាក់ឬក្រុមឬការងារក្រុមដើម្បីប្រមូលភស្តុតាងនៃការរៀនសូត្របង្កើតជាពេលវេលាដែលអាចរៀនបានការវាយតម្លៃក្នុងម៉ោងសិក្សាដែលឥតគ្រោងទុកគឺពាក់ព័ន្ធទៅនឹងការប្រើប្រាស់សំណួរដែលបានរៀបចំនិងកិច្ចការដែលត្រូវបានប្រើប្រាស់នៅក្នុងចំណុចជាក់លាក់នៅក្នុងការបង្រៀនភាពខុសគ្នារវាងប្រភេទនៃការវាយតម្លៃតាមដំណាក់នេះគឺវាយតម្លៃដែលប៉ះពាល់ដល់ការសិក្សានិងសមិទ្ធផលរបស់សិស្សកម្រិតណាវាច្បាស់ណាស់ថាការវាយតម្លៃក្នុងម៉ោងសិក្សាមានអត្ថប្រយោជន៍ជាវិជ្ជមានបំផុតចំណុច 2.5 និយាយពីការប្រមូលភស្តុតាងសម្រាប់ការវាយតម្លៃក្នុងម៉ោងសិក្សាអញ្ចឹងវាមានធាតុសំខាន់នៅក្នុងដំណើរការនៃការបង្រៀនប្រកបដោយប្រសិទ្ធភាពគឺការត្រួតពិនិត្យជាបន្តដោយគ្រូដើម្បីបញ្ជាក់ពីប្រតិកម្មរបស់សិស្សចំពោះការបង្រៀននិងការរីកចម្រើនរបស់សិស្សឆ្ពោះទៅរកការយល់ដឹងអំពីខ្លឹមសារឬបំពេញជំនាញគោលបំណងសំខាន់នៃការវាយតម្លៃគឺក្នុងសិក្សាគឺការសួរសំណួរនិងការសង្កេតរបស់គ្រូចំណុចទី3និយាយពីការសង្កេតអញ្ចឹងហេតុអ្វីបានចាំបាច់សង្កេតសិស្សពីម៉ោងរៀនអញ្ចឹងបានយើងតែចាំបាច់សង្កេតសិស្សពីម៉ោងរៀនព្រោះដើម្បីមើលពីការចូលរួមរបស់សិស្សមើលពីបំណិនអន្តរបុគ្គលរបស់សិស្សក្នុងការងារក្រុមមើលពីភាពត្រឹមត្រូវនៃចម្លើយកូនសិស្សក្នុងពេលឆ្លើយសំណួរមើលពីបំណិននៃការប្រើប្រាស់ភាសាវិក្យសព្ទដែលសិស្សប្រើនៅក្នុងពេលបញ្ចេញគំនិត
mưa tha ta cú trâu đầu thì họ mình thêm ở sắc tiệt bị ẩn mưa tha cú trâu heo sang mười nè rich lấy đi cho ruộng mưa bị cầm đặt chạp vào đó mình bảo sắc mưa bị cầm đặt chuột đắng là bảo sắc đại bằng hai ta mình dạy trong bài là bảo ok mưa là bây giờ đang bị chân chả đặt hơi là bảo sắc tam trong bài bảo ok lấy top đôi arom ការសង្កេតប្រកបដោយការវិនិច្ឆ័យក្នុងសាគឺគ្មានរចនាសម្ព័ន្ធមានន័យថាមិនមានទម្រង់ឬនីតិវិធីដែលបានកំណត់ប៉ុន្តែមិនមែនជាដន្ទេជាទីហោគ្រូដែលមានប្រសិទ្ធភាពគ្រូគឺរៀនសង្កេតសិស្សដែលសំខាន់នៅក្នុងថ្នាក់នីមួយៗដែលបង្ហាញពីប្រតិកម្មរបស់ពួកគេយ៉ាងច្បាស់ជាងអ្នកដទៃសិស្សទាំងនេះខ្លះមានសម្លេងនិងលេចធ្លោហើយខ្លះទៀតជាអ្នកដឹកនាំស្ងប់ស្ងាត់ ចំណុចការសង្កេត 3.1 ការវិតម្លៃដែលអាកប្បកិរិយាដែលគ្មានវិចារគ្រូបង្រៀនពឹងផ្អែកយ៉ាងខ្លាំងទៅលើភាសាកាយវិការការបង្ហាញទឹកមុខនិងទំនាក់ទំនងភ្នែករបស់សិស្សសម្រាប់ការសង្កេតដ៏ត្រឹមត្រូវសកម្មភាពទាំងនេះត្រូវបានគេហៅថាមិនមែនជាសម្ដីមិនមែនជាពាក្យសម្ដីព្រោះសារត្រូវបានតាក់ទងដល់អ្វីមួយអំពីសិស្សជាខ្លឹមសារនៃអ្វីដែលគាត់និយាយ ចំណុចទី 3.2 បង្ហាញការបង្ហាញតាមខ្លឹមសារទឹកមុខគូរូបផ្ទៃមុខដែលបង្ហាញពីអារម្មណ៍ខុសគ្នា6យ៉ាងស្អប់ខ្ពើមរីករាយទុកព្រួយញាក់ផ្អើលខឹងនិងភ័យខ្លាច 7 នាទីមុខគឺជាប្រភពដ៏សំខាន់បំផុតនៃព័ត៌មានដែលមិនមែនជាសម្ដីព្រោះវាជាច្រកចេញសម្រាប់ចម្បងសម្រាប់អារម្មណ៍ ហើយវាកម្របំភ្លៃអត្ថន័យណាស់ពេលសង្កេតទឹកមុខយើងផ្ដោតទៅលើតំបន់ 3 គឺចិញ្ចើមថ្ងាសភ្នែកត្របកភ្នែកនិងច្រមុះនិងមុខខាងក្រោមផ្នែកខាងក្រោមជាពិសេសមាត់និងទំនាក់ទំនងសុភមង្គលនិងកំសាន្តស្នាមញញឹមចងចិញ្ចើមបបោមាត់រមួលចង្ការលើកឡើងមាត់ក្តាប់និងបញ្ចេញទឹកមុខផ្សេងទៀត ក៏មានភាពច្បាស់លាស់ផងដែរនៅក្នុងអ្វីដែលពួកគេទៅតាមគ្នាសំណួរផ្ទាល់មាត់យើងសំណួរផ្ទាល់មាត់តែនឹងការសង្កេតគ្រូពឹងផ្អែកយ៉ាងខ្លាំងទៅលើរបៀបដែលសិស្សសួរក្នុងអំឡុងពេលបង្រៀនដើម្បីដឹងថាតើសិស្សយល់ពីអ្វីដែលត្រូវបានបង្ហាញឬអាចអនុវត្តជំនាញគោលដៅ គ្រូអាចចំណាយពេលរហូតដល់ 1/3 នៃពេលវេលាបង្រៀនដើម្បីសួរសំណួរគ្រូបង្រៀនជាមធ្យមសួរសំណួរចំនួន 400 ក្នុងមួយថ្ងៃសំណួរល្អគឺអាចបត់បែនបានព្រោះវាអាចត្រូវបានប្រើជាបុគ្គលឬក្រុមសិស្សហើយអាចត្រូវបានដូរតាមបំណងដោយផ្អែកទៅលើចម្លើយជាក់លាក់របស់សិស្ស តើគ្រូទៅធ្វើដោយម្ដេចដើម្បីសួរសំណួរតមាត់ឲ្យមានប្រសិទ្ធភាពអញ្ចឹងចំណុចទី 1 សួរសំណួរឲ្យបានច្បាស់ចំនិងងាយយល់ក្នុងការឆ្លើយ 2 សួរសំណួរដែលបានគូផ្គងជាមួយនឹងលទ្ធផលសិក្សារំពឹងទុក 3 សួរសំណួរដែលសិស្សក្នុងថ្នាក់ទាំងមូលអាចឆ្លើយបាន 4 ផ្ដល់ពេលវេលាគ្រប់គ្រាន់ក្នុងការឲ្យសិស្សឆ្លើយ 5 ដល់ចម្លើយសមរម្យឬមតិត្រឡប់សមរម្យដល់ការឆ្លើយរបស់សិស្ស 6 ជៀសវាងសំណួរទម្រង់បិទបាក់ចាស់ឬទេប្រើសំណួរ 7 ប្រើសំណួរប្រដេញបន្តពីចម្លើយរបស់សិស្ស 8 ជៀសវាងសួរសំណួរដែលសិស្សដឹងចម្លើយហើយ 9 សួរសំណួរតាមលំដាប់លំដោយសមរម្យ ចំណុចទី 5 ការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពវិធីមួយដែលគ្រូបង្រៀនប្រើប្រាស់ព័ត៌មានវាតម្លៃគឺត្រូវដឹងពីរបៀបឆ្លើយតបទៅនឹងសិស្សនិស្សិតបន្ទាប់ពីពួកគេបានបង្ហាញចំណេះដឹងហេតុផលជំនាញឬការអនុវត្តរបស់ពួកគេការឆ្លើយតបរបស់គ្រូត្រូវបានគេហៅថាមតិកែលម្អឬផ្ដល់ព័ត៌មានត្រឡប់ដល់សិស្សបន្តដែលពីការវិនិច្ឆ័យអំពីសមិទ្ធផលរបស់គេ ប្រភេទនៃការផ្ដល់មតិកែលម្អ
ការពិនិត្យមើលជួយដំណើរដល់សិស្សអំពីភាពត្រឹមត្រូវនៃចម្លើយរបស់ពួកគេទទួលស្គាល់ចម្លើយត្រឹមត្រូវរបស់សិស្សដោយមិនមានព័ត៌មានបន្ថែមទទួលស្គាល់ចម្លើយមិនត្រឹមត្រូវហើយអនុញ្ញាតឲ្យរៀនឡើងវិញឆ្ងល់បង្ហាញពីចម្លើយខុសដោយមិនប្រាប់ចម្លើយឬយោបល់សម្រាប់តែការកែលម្អការបរិយាលម្អិតរួមចូលការបញ្យល់អំពីមូលហេតុចម្លើយមិនត្រឹមត្រូវហើយអាចទុកពេលវេលាបន្ថែមដើម្បីរៀនឡើងវិញបង្ហាញចំណុចសំខាន់នៃអ្វីដែលកំពុងរៀនពណ៌នាពីមូលហេតុនៃចម្លើយខុសនិងមូលហេតុដែលចម្លើយមួយត្រឹមត្រូវការបំផុសឬផ្ដល់តម្រុយដល់សិស្សក្នុងទិសដៅត្រឹមត្រូវដើម្បីរៀនពីចម្ងាយត្រឹមត្រូវការយល់ច្រឡំត្រូវបានពន្យល់ដោយការវិភាគកំហុសនិងការវិនិច្ឆ័យការកំណត់ពីធម្មជាតិនៃការផ្ដល់មតិកែលម្អចំនួនពេលវេលារបៀបផ្ដល់មតិកែលម្អអ្នកស្ដាប់ប្រភេទនៃកិច្ចការអញ្ចឹងមកដល់ចំណុចមួយទៀត 5.2 ការវិតម្លៃតាមដំណាក់ដែលផ្អែកទៅលើការវិតម្លៃបញ្ចប់អញ្ចឹងចំណុចនេះមាន3មាតិកាគឺទីមាតិកាទី1ប្រភេទនៃការវិតម្លៃតាមដំណាក់ដែលផ្អែកទៅលើការវិតម្លៃបញ្ចប់ចំណុចទី2ការផ្ដល់មតិត្រឡប់ទី3ការកែលម្អការបង្រៀនការវិតម្លៃតាមដំណាក់ដែលផ្អែកទៅលើការវិតម្លៃបញ្ចប់វាមានប្រភេទជាមុនពេលវិតម្លៃលំហាត់មានរចនាសម្ព័ន្ធនិងបុរិយតេស្តជាការផ្ទះសំណួរខ្លីៗតេស្តកិច្ចការនៅក្នុងថ្នាក់មតិកែលម្អគំរូការប្រឡងចុងឆ្នាំចម្លងឈុំមាសឧបករណ៍ឌីជីថលព័ត៌មានត្រឡប់មានប្រភេទរបៀបនៃការចែកចាយការសន្មតជាមុនគិតពីពេលវេលាការឆ្លើយតបរបស់សិស្សការកែលម្អការបង្រៀនគឺការសិក្សាប្រកបដោយសមត្ថភាពការឆ្លើយតបដោយមានអន្តរាគមន៍ការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សវឌ្ឍនភាពសិក្សារបស់សិស្សគំរូការបង្រៀនសារចុះឡើងច្រើនដងលំហាត់មានដែលមានរចនាសម្ព័ន្ធសិស្សសម្រាប់សិស្សទាំងឡាយណាដែលមិនធ្វើឲ្យសិស្សមានការថប់អារម្មណ៍សរសេរអំពីថ្ងៃឈប់សម្រាករដូវក្តៅរបស់ពួកគេល្បែងឌីជីថលការបង្ហាញផ្ទាល់មាត់ខបរិយតេស្តផ្ដល់ព័ត៌មានអ្វីដែលសិស្សដឹងពីនិងមិនដឹងឬអ្វីដែលពួកគេអាចធ្វើបានឬមិនអាចធ្វើបានក៏កិច្ចការផ្ទះផ្ដល់ឲ្យសិស្សអនុវត្តបន្ថែមចំណេះដឹងនិងជំនាញដែលបានរៀនពង្រឹងពង្រីកនិងវិភាសាលម្អិតពីការសិក្សារបស់សិស្សពិនិត្យមើលការសិក្សារបស់សិស្សជាបុគ្គលនិងក្រុមចំណុចខកិច្ចការក្នុងថ្នាក់និងសមត្ថភាពផ្សេងៗផ្សព្វផ្សាយនិងតាមដានការអនុវត្តរបស់សិស្សព្រមទាំងផ្ដល់នូវព័ត៌មានត្រឡប់នៃជាក់លាក់ភ្លាមៗសំណួរខ្លីៗនិងសំណួរតេស្តសំអាងនៅលើឯកសារដែលបានរៀនជូនដំណឹងពីការអនុវត្តចំណេះដឹងនិងកំណត់លទ្ធផលនៃសំណួរខ្លីនិងសំណួរតេស្តចការវិតម្លៃរួមគ្នាការរៀបចំការវិតម្លៃជាមួយនឹងគ្រូដែលជាសហការីការវិតម្លៃសិស្សទាំងអស់រួមគ្នាការវិតម្លៃវឌ្ឍនភាពរបស់សិស្សចងក្រងនៅឯកសារនៅអ្វីដែលសិស្សបានរៀនកន្លងមកក្នុងរយៈពេលណាមួយតេស្តវឌ្ឍនភាពរបស់សិស្សការប្រព័ន្ធមានត្រឡប់ធម្មជាតិនៃការប្រព័ន្ធមានមតិត្រឡប់បរិមាណការប្រព័ន្ធមានត្រឡប់មធ្យោបាយនៃការប្រព័ន្ធមតិត្រឡប់អ្នកទទួលមតិត្រឡប់តើភាពលំបាកនៃកិច្ចការជះឥទ្ធិពលលើការប្រព័ន្ធមានត្រឡប់ដូចដេចពេលវេលានៃការប្រព័ន្ធមានត្រឡប់ផ្ដល់មតិត្រឡប់ផ្សេងគ្នាដល់សិស្សផ្សេងគ្នាដោយគិតគូរពីសមត្ថភាពកម្រិតថ្នាក់និងមុខជាឯកទេសជំហាន3ដែលអាចជួយគ្រូសន្មតទុកជាមុនពីធម្មជាតិនៃការផ្ដល់ព័ត៌មានត្រឡប់គឺយល់ដឹងពីលទ្ធផលរំពឹងទុកនៃការសិក្សាយល់ដឹងពីកំហុសរបស់សិស្សដែលអាចនឹងកើតមានបង្កើនគំនិតក្នុងការផ្ដល់ព័ត៌មានត្រឡប់ចំណុចទី3ការកែលម្អការបង្រៀនក្រោយផ្ដល់មតិត្រឡប់ការសិក្សាប្រកបដោយសមត្ថភាពការឆ្លើយតបដែលមានអន្តរាគមន៍ការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សវឌ្ឍនភាពសិក្សារបស់សិស្សការកែលម្អការបង្រៀនសារចុះឡើងច្រើនដង
ចំណុច3.1 និយាយពីការសិក្សាប្រកបទៅដោយសមត្ថភាពការសិក្សាប្រកបទៅដោយសមត្ថភាពមានគោលបំណងសំខាន់ក្នុងការផ្លាស់ប្ដូរគំនិតនៃការអប់រំបច្ចុប្បន្ននៃដែលបង្រៀនសិស្សទាំងអស់តាមវិធីដូចគ្នាដោយចំនួនមកវិញនៅការបង្រៀនឆ្លើយតបជាមួយនឹងភាពចម្រុះរបស់សិស្សដើម្បីទទួលបានភាពជោគជ័យក្នុងមុខវិជ្ជាសិក្សាការចំណុច3.2ការឆ្លើយតបដោយមានអន្តរាគមន៍បណ្ឌិតតាមដានសិស្សដោយដិតដល់នឹងប្រចាំដើម្បីផ្ដល់នូវការអន្តរាគមន៍តាមបែបការបង្រៀននិងរៀនជាប្រព័ន្ធដែលសមស្របពិនិត្យតាមដានអន្តរាគមន៍ថាតើត្រូវមានការផ្លាស់ប្ដូរឬកែលម្អឬអត់3.3ការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សការបង្រៀននិងរៀនដើម្បីឆ្លើយតបសិស្សដែលខុសគ្នារួមមាន5ធាតុទី1បរិស្ថានថ្នាក់រៀនទី2កម្មវិធីសិក្សាទី3ការវិនិច្ឆ័យតម្លៃ4ការបង្រៀននិងរៀននិង5ការគ្រប់គ្រងសិស្សក្នុងថ្នាក់3.4 វឌ្ឍនភាពនៃការសិក្សារបស់សិស្សជាផែនទីក្នុងកំឡុងពេលណាមួយដើម្បីដឹងពីព័ត៌មានអ្វីខ្លះដែលត្រូវប្រមូលពីការយល់ដឹងរបស់សិស្សនិងឆ្លើយតបទៅនឹងការកែលម្អបង្រៀនដែលចាំបាច់ធ្វើឲ្យគ្រូអាចបន្ស៊ីភាពសកម្មជាមួយនឹងវឌ្ឍនភាពរបស់សិស្សនិងដើម្បីដឹងពីលក្ខណៈវិនិច្ឆ័យសម្រាប់ការវិនិច្ឆ័យអនុវត្តប្រកបដោយភាពជោគជ័យរបស់សិស្សក្នុងជំនាញនីមួយៗ3.5 ការកែលម្អការបង្រៀនសារចុះឡើងច្រើនដងមានប្រភេទឧទាហរណ៍មានប្រភេទការបន្ថែមមានការបង្រៀនជាបុគ្គលការបង្រៀនក្រុមតូចការបង្រៀនជាការងារជាគំរូការសួរសំណួរផ្ទាល់មាត់ទៅសិស្សទាំងអស់គ្នាក្នុងថ្នាក់ការបញ្យល់ឡើងវិញសិលកិច្ចការបង្រៀនមិត្តភ័ក្តិលក្ខណៈវិនិច្ឆ័យនៃចំណាត់ថ្នាក់ការផ្លាស់ប្ដូរលំដាប់ការរុករកតាមអ៊ីនធឺណិតផែនទីបញ្ញត្តិឧបករណ៍ឌីជីថលថ្មីបាទការសង្ខេបមេរៀនរបស់ខ្ញុំសូមចប់ត្រឹមនេះបាទសូមអរគុណលោកគ្រូ